សួស្តីប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញអំពីមេរៀនទី1បាទរបៀបនៃការកាត់វីដេអូនៅក្នុងទូរស័ព្ទដៃកុំឲ្យពិបាកឥឡូវយើងចូលមកកាន់កម្មវិធី CapCut មកហើយយើងជ្រើសយកវីដេអូណាមួយដែលយើងចង់កាត់អញ្ចឹងណាវិធីនេះងាយៗទេបាទបន្ទាប់ពីយើងជ្រើសហើយបងប្អូនយកកន្លែងកំណត់ទំហំនេះអា4ជ្រុងនេះបាទចុចលើវាមួយហើយយើងយកអា1.1នេះបងប្អូនយកកំណត់ទំហំមួយណាក៏បានដែរប៉ុន្តែខ្ញុំយកប៉ុណ្នេះសិនដើម្បីស្រួលបង្ហាញនៅអេក្រង់អញ្ចឹងណាបាទហើយបន្ទាប់មកទៀតយើងចុចគ្រីសហើយយើង select លើវាមួយសិនមកបងប្អូនឃើញអាកន្លែងនេះវាមានខ្មៅឯងវាអត់តាន់ full អញ្ចឹងយើងចុចលើវាមួយហើយយើងយកម្រាមដៃពីរដាក់កន្លែងលើវីដេអូនេះហើយទាញវាមកបាទព្រីវាមកឲ្យ full តែម្ដងប្រិមិត្តហើយបន្ទាប់មកយើងទាញឡើងលើបន្តិចបាទដើម្បីឲ្យអារូបដែលយើងចង់បង្ហាញហ្នឹងឲ្យវានៅចំកណ្ដាលអញ្ចឹងណាហើយបន្ទាប់មកទៀតដល់ពេលដែលយើងទាញឲ្យ play មើលបាទឃើញទេបាទក៏ប៉ុន្តែពាក់ព័ន្ធនឹងកត្រៃបាទកត្រៃហ្នឹងគឺយើងដាក់ទៅហើយយើងអត់តន់កាត់ទេយើងដកមកវិញដើម្បីយើងទុកតប្លង់អញ្ចឹងណាអញ្ចឹងវិធីនៃការតប្លង់យកវីដេអូមួយទៀតបាទយកមកដាក់ឥឡូវនេះយើងយកអាធំនេះដាក់ដៃកត្រៃមកបាទហើយយើងយកប៉ុណ្ណឹងបន្ទាប់មកយើងយកselectលើវាមួយមកចុចលើវាមួយហើយបន្ទាប់មកយករូបនេះបាទញែកឬក៏បំបែកឬក៏កត្រៃហ្នឹងហើយយើងចុចពាក្យ delete បន្ទាប់ពីយើង delete ចោលទៅយើងនៅសល់តែប៉ុណ្ណេះទេអញ្ចឹងយើងត្រូវការ add ប្លង់យកមកតទៀតអញ្ចឹងណាប្រិមិត្តបាទអញ្ចឹង add ប្លង់អត់មានពិបាកទេបាទបងប្អូនយកកន្លែងលេខបូកនេះមកបាទឥឡូវខ្ញុំ play ឲ្យមើលម្ដងទៀតហើយបន្ទាប់មកយើងយកកន្លែងលេខបូកនេះបាទបូកហ្នឹងមានន័យថាយើងតប្លង់ហើយយើងយកប្លង់ដែលយើងចង់តបន្ទាប់មកយើងកាត់អញ្ចឹងហើយវាអត់ទាន់ដាច់ទេឥឡូវយើងយកអាកន្លែងដែលយើងកាត់ដាច់ម្ដងដើម្បីភ្ជាប់ប្លង់ពីមួយទៅមួយឲ្យវាស៊ីគ្នាអញ្ចឹងណាឥឡូវយើងសាក play មើលនេះឃើញទេបងប្អូនឃើញរូបនេះទូចទេអញ្ចឹងយើងចុចលើវាមួយសិនមកបាទបងប្អូនឃើញទេបាទនេះកន្លែងកាត់បាទឃើញទេបាទអញ្ចឹងយើងយកធ្វើកន្លែងកាត់យើងចុចលើវាហើយយកម្រាមដៃពីរយើងស៊ូមប៉ុន្តែយើងកាត់អានេះចោលមួយសិនមកបាទអាកន្លែងដែលយើងដាក់កាត្រីចូលទៅបាទលុបវាចោលមួយយើងយកតែកន្លែងកាត់ហើយកាត់នេះកាត់ប៉ាត់បាទអញ្ចឹងវាតជាប់គ្នាហើយបន្ទាប់ពីយើងតជាប់គ្នាហើយបងប្អូនចុចលើវាមួយយកម្រាមដៃពីរបាទព្រីកវាធំមកបាទឲ្យវាពេញអេក្រង់កុំឲ្យវានៅសល់ខ្មៅអញ្ចឹងណាហើយបន្ទាប់ពីយើងទាញហើយបងប្អូនឃើញទេបាទឥឡូវគឺវាជាប់គ្នាហើយឥឡូវយើង play មើលអូខេអញ្ចឹងអាកាត់អត់តន់ដាច់ហើយនៅអាកាត់ដាច់គឺវាជាប់គ្នាហើយបាទយើងតអញ្ចឹងមកប្រិមិត្តអត់មានអីពិបាកទេបាទងាយស្រួលបាទមេរៀនទី1តមកយើងclear វាឬខាវាហ្នឹងទាញវាមើលតែធំវាកាត់ធ្លាក់ទៅបានហើយបាទយើងយកលើវាហើយយកកន្ត្រៃកាត់ប៉ាត់បាទឥឡូវនេះគឺវាកាត់ធ្លាក់យើងត្រូវទៅយកប្លង់មកតទៀតបាទហើយអញ្ចឹងយើងធ្វើដដែលទេនៅពេលដែលយើងចង់តប្លង់យើងយកកន្លែងលេខបូកហ្នឹងដដែលមកបាទអាហ្នឹងដើម្បីយើងយកប្លង់មួយទៀតយកមកដាក់អញ្ចឹងណាប្រិមិត្តអាហ្នឹងសម្រាប់មេរៀនទី1អញ្ចឹងបងប្អូនមើលតែប៉ុណ្្នឹងទៅបានហើយឲ្យយើងចេះឬក៏ចាំមេរៀនទី1ហ្នឹងហើយខ្ញុំនឹងធ្វើមេរៀនបន្តទៀតទៅរហូតអញ្ចឹងណាប្រិមិត្តពុកម៉ែបងប្អូនបាទឃើញយើង zoom វាមកបងប្អូនហើយ zoom វាហើយយើងយកតែកន្លែងផ្កាធ្លាក់បានហើយបាទទាញវាយកកន្លែងផ្កាធ្លាក់មកនេះបាទយកតែកន្លែងផ្កាធ្លាក់ហ្នឹងមកតោះមកយើងកាត់ចោលបាទហើយអាការកាត់ស្រួលទេចុចលើវាហើយចុចកន្លែងនេះបាទហើយតោះមកចុចពាក្យ delete មកលុបចោលតែម្ដងបងប្អូនបាទអាខាងនោះយើងទុកយើងលុបអាខាងមុខបាទអូខេអញ្ចឹងបងប្អូនចង់ទុកអាណាកុំលុបណាបាទយើងលុបតាយើងអត់ចង់ទុកទៅបានហើយបាទហើយវិធីសាស្ត្រដែលយើង add ចូលហ្នឹងគឺដដែលទេបាទអញ្ចឹងមេរៀនបន្ទាប់ទៀតខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនឬក៏ប្រិយមិត្តដែលគាត់អត់ទាន់ចង់ចេះហើយគាត់ចង់ចេះកាត់វីដេអូអញ្ចឹងណាដោយសារឥឡូវកាត់តែក្នុងទូរស័ព្ទដៃទេបាទខ្ជិលបើកុំព្យូទ័របងប្អូនខ្លះគាត់អត់មានកុំព្យូទ័រទេគឺគាត់មានតែទូរស័ព្ទដៃអញ្ចឹងគាត់ចង់ចេះកាត់វីដេអូលេងកម្សាន្តអញ្ចឹងទៅបងប្អូនអាចមើលវីដេអូដែលខ្ញុំបរៀននេះបានអូខេអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយយើង add ចូលគឺដដែលទេកន្លែងកាត់កន្លែងលុបគឺដដែលទេនឹងសម្រាប់មេរៀនទី1ឥឡូវយើង play ទៅគឺវាជាប់គ្នាហើយបាទកុំឲ្យតែវាឆ្កងកុំឲ្យតែវាញាក់ទៅបានហើយប្រិមិត្តបាទអញ្ចឹងមេរៀនទី1យើងកុំចូលជ្រៅពេកបាទចូលជ្រៅពេកយើងចាំអត់អស់ទេអញ្ចឹងយើងរៀនរយៈសិនបាទបន្ទាប់មកយើងបន្ថយ speed វាមកកុំឲ្យវាលឿនពេកអញ្ចឹងណាលឿនពេកទៅវាអត់សូវល្អមើលយើងយកលឿននេះហើយបន្ទាប់មកទៀតយើងយកកន្លែងនេះហើយយើងទាញវាចុះមកក្រោមមកបាទយកត្រឹម 0.6 អីទៅបានហើយ 0.6 0.5 អីចឹងទៅអាស្រ័យលើបងប្អូនទេបាទអញ្ចឹងមកហើយយើង play មើលជាមើលកន្លែងហ្នឹងយឺតនេះវា slow ហើយធ្លាក់មកខ្ពាកតែម្ដងបាទនេះវិធីសាស្ត្រនៃការតប្លង់បាទងាយស្រួលទេបាទកាត់វីដេអូវគ្គ1បាទឬក៏មេរៀនទី1បាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងទេអរគុណច្រើនពុកម៉ែបងប្អូនដូចខ្ញុំជំរាបជូនខាងលើអញ្ចឹងបើសិនជាប្រិមិត្តពុកម៉ែបងប្អូនចេះហើយក៏អូសរំលងទៅតែពុកម៉ែបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់រៀនកាត់រៀនអីចឹងទៅនៅក្នុងទូរស័ព្ទដៃ
ពុកម៉ែបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបានបាទអរគុណច្រើនបាយបាយ